កម្ពុជា4.0 សំដៅលើចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជាបដិវត្តន៍ឧស្សាហកម្មទី4ឧស្សាហកម្ម4.0 តាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបទៅក្នុងសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនគោលដៅគឺធ្វើទំនើបកម្មវិស័យសំខាន់ៗបង្កើនសមត្ថភាពប្រកួតប្រជែងនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពទិដ្ឋភាពសំខាន់ៗនៃប្រទេសកម្ពុជា4.0 ការផ្លាស់ប្ដូរ Digital ការលើកកម្ពស់រដ្ឋាភិបាលការទូទាត់ Digital និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃពង្រីកការចូលប្រើអ៊ីនធឺណិតនិងចំណេះដឹង Digital ការលើកទឹកចិត្តដល់ការចាប់ផ្ដើមអាជីវកម្មនិងការច្នៃប្រឌិតបច្ចេកវិទ្យាឧទាហរណ៍ពាណិជ្ជកម្មអ៊ីឡិចត្រូនិក Fintech ឧស្សាហកម្មផលិតកម្រិតខ្ពស់ 4.0 ការទទួលយកស្វ័យប្រវត្តិកម្ម AI IoT អ៊ីនធឺណិតនៃវត្ថុនិងមនុស្សយន្តក្នុងការផលិតអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសតំបន់សេដ្ឋកិច្ចពិសេសជាមួយរោងចក្រឆ្លាតវៃការលើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មសំខាន់ៗដូចជាសម្លៀកបំពាក់ជាដើមកសិកម្មនិងអេឡិចត្រូនិកកសិកម្មឆ្លាតវៃ 4.0 ការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាយន្តហោះគ្មានមនុស្សបើកនិងទិន្នន័យធំសម្រាប់ការធ្វើកសិកម្មច្បាស់លាស់ការកែលម្អទិន្នផលដំណាំនិងប្រសិទ្ធភាពខ្សែសង្វាយផ្គត់ផ្គង់គាំទ្រដល់ការចាប់ផ្ដើមអាជីវកម្មកសិកម្មនិងទីផ្សារ Digital ការអភិវឌ្ឍកម្លាំងពលកម្មបុគ្គលិកដែលមានជំនាញក្នុង STEM Science Technology Mathematics Engineering ភាពជាដៃគូជាមួយសាកលវិទ្យាល័យនិងក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការបណ្ដុះបណ្ដាល Digital ការរៀបចំយុវជនសម្រាប់ការងារនាពេលអនាគតនៅក្នុង AI ការសរសេរកូដនិងវិទ្យាសាស្ត្រទិន្នន័យទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាពអភិវឌ្ឍទីក្រុងភ្នំពេញទីក្រុងភ្នំពេញនិងទីក្រុងផ្សេងទៀតដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃការអនុវត្តប្រព័ន្ធចរាចរណ៍ឆ្លាតវៃថាមុនបាយកើតឡើងវិញនិងអគារបៃតងការពង្រឹងការធ្វើផែនការទីក្រុងໄວជាមួយឧបករណ៍ Digital E-commerce សេដ្ឋកិច្ច Digital ការរីកចម្រើននៃវេទិកាដូចជា L192 ហាងញញឹមនិង NHAM 24ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់សហគ្រិនភាព Digital និងការទូទាត់ដោយគ្មានសាច់ប្រាក់ការកែលម្អសេវាភស្តុភារនិងសេវាធនាគារ Digital បញ្ហាប្រឈមសម្រាប់កម្ពុជា 4.0 មានកំណត់ហេដ្ឋារចនាសម្ព័ន្ធ Digital នៅតំបន់ជនបទកម្រិតជំនាញក្នុងបច្ចេកវិទ្យាទំនើបសុវត្ថិភាពតាមអ៊ីនធឺណិតនិងការព្រួយបារម្ភអំពីឯកភាពទិន្នន័យត្រូវការភាពជាដៃគូឯកជនដែលរឹងមាំជាងមុនកំណត់ផ្ដួលជំហានរដ្ឋាភិបាលកម្ពុជាសេដ្ឋកិច្ចនិងសង្គម Digital ក្របខណ្ឌគោលនយោបាយ2021ដល់2035គោលនយោបាយអភិវឌ្ឍឧស្សាហកម្មជាតិ2015ដល់2025ផ្ដោតលើឧស្សាហកម្ម 4.0 កន្លែងបង្កើតបច្ចេកវិទ្យានិងមជ្ឈមណ្ឌលច្នៃប្រឌិតសេចក្តីសន្និដ្ឋាន Cambodia 4.0 មានគោលបំណងប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យាកាត់បន្ថយការពឹងផ្អែកលើកសិកម្មប្រពៃណីនិងការផលិតដែលមានជំនាញទាបជោគជ័យអាស្រ័យលើការវិនិយោគលើការអប់រំហេដ្ឋារចនាសម្ព័ន្ធនិងការច្នៃប្រឌិត